សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺមកចេញវីដេអូពីរបៀបធ្វើការរោងចក្របងប្អូនដោយសារនាងខ្ញុំខានចេញវីដេអូយូរដែរហើយដោយសារមួយរយៈនេះខ្ញុំនិយាយតាមត្រង់ទៅគឺខ្ញុំចូលធ្វើការរោងចក្របងប្អូនហើយខ្ញុំចេញវីដេអូនេះចង់បង្ហាញបងប្អូនពីរបៀបធ្វើការរោងចក្រគឺធ្វើការរោងចក្រគឺគេបែងចែកមុខងារគ្នាដែរបងប្អូនគឺអ្នកណាដែរចុងដៃគឺដឹងតែចុងដៃចុងជើងដឹងតែចុងជើងហើយផងខ្លួននឹងផងខ្លួនអញ្ចឹងណាហើយខ្ញុំឃើញវីដេអូបងប្អូនខ្លះនិយាយរីគុណប្រធានច្រើនពេកខ្ញុំរៀងទាស់ចិត្តអញ្ចឹងណាព្រោះខ្ញុំឃើញប្រធានខ្លះគឺគាត់មានសមត្ថភាពពិតប្រាកដមែនបើគាត់ដេរលឿនពិតមែនគាត់ឡើងធ្វើប្រធាននឹងអត់ចេះអីទេដូចជាស្ដែងប្រធានដែលខ្ញុំកំពុងថតនេះគឺគាត់ធ្វើការអីក៏លឿនដែរបងប្អូនគាត់ធ្វើការអីក៏លឿនគាត់ដេរអីក៏លឿនគាត់ដេរអីក៏ស្អាតដែរហើយខ្ញុំក៏ជាប្រធានក្រុមម្នាក់ដែរប្រធាននៅរោងចក្រដែលខ្ញុំកំពុងតែធ្វើនេះគឺអត់មែនឡើងមកអត់ចេះធ្វើអីចេះតែស្រែកទេគឺឡើងមកគឺដោយមានសមត្ថភាពពិតប្រាកដគឺដេរអត់ចាញ់កូនចៅទេដេរមុខងារអីក៏បានដែរមុខងារអីក៏លឿនដែរមើលទៅបងប្អូនអាចមើលជាក់ស្ដែងបានសមត្ថភាពប្រធានដែរគឺគាត់ដេរតែមួយជើងទេគឺមួយជើងវិញហ្នឹងគឺមួយជើងផុតហើយមិនថាប្រធានខ្ញុំឬក៏ប្រធានគេទេបើអត់មានសមត្ថភាពគឺគេអត់ឲ្យធ្វើប្រធានទេហើយកូនបើយើងអត់មានសមត្ថភាពកូនចៅមើលងាយណាស់តែនៅទីនេះអត់ទេប្រធានគឺសមត្ថភាពពិតប្រាកដពេលកូនចៅអត់មកអាចដេរជំនួសមួយថ្ងៃបានដោយអាចអត់កើហើយអត់កែទេខ្ញុំនិយាយនេះគឺខ្ញុំមិនមែនថាប្រធានទាំងអស់សិតតែល្អទេតែគ្រាន់ថាមានប្រធានខ្លះគឺគាត់ចេះដេរមែនតែមានប្រធានខ្លះគឺគាត់មានសមត្ថភាពពិតប្រាកដណាបងប្អូនហើយបងប្អូនមើលជាក់ស្ដែងទៅគឺដេរអត់ឈប់ទេណាបងប្អូនដៃខាងនោះលើកដាក់មែនតែមិនសិតតែមានឈប់ទេគឺមកជុំវិញជើងហ្នឹងគឺធាក់តែមកជើងផុតទេហើយមិនថាខ្ញុំមិនថាគាត់ទេគឺដេរដូចគ្នាអញ្ចឹងគឺជើងអាយហ្នឹងគឺធាក់តែមកជើងទេដល់តំណបានឈប់មិនប្រធានទាំងអស់សិតតែអត់ចេះទេហើយមិនមែនចេះដេរតែមួយកន្លែងទេគឺត្រូវតែគ្រប់កន្លែងហើយនេះសិតតែប្រធានដែលឡើងដោយសមត្ថភាពបងប្អូនអាចមើលបានពេលខ្លះមើលឃើញកាយវិការយើងអត់សូវលឿនទេបងប្អូនតែពេលដេរបណ្ណាំងគ្នាមិនដឹងថាលទ្ធផលគឺខុសគ្នាព្រោះអីការពីខ្ញុំមិនទាន់ឡើងធ្វើប្រធានគឺដេរអ្នកខ្លះគេថាកាយវិការរបស់ខ្ញុំអត់លឿនទេតែដេរអត់តាន់ព្រោះអីកន្លែងដែរមុខងារដែលគេដេរហ្នឹងគឺអ្នកដេរមុនប្រហែលអ្នកហើយដេរអត់ដែរតាន់ទេតែពេលខ្ញុំឡើងដេរខ្ញុំដេរតាន់ហើយខ្ញុំអាចអង្គុយលេងបានទៀតអញ្ចឹងពេលខ្លះមើលអ្នកខ្លះកាយវិការអត់ទៅញ័រទេតែលទ្ធផលបានអញ្ចឹងណាបងប្អូនហើយដូចប្រធាននេះអញ្ចឹងគឺគាត់គឺមើលទៅដូចជាអត់សូវលឿនណាស់ណាទេតែចាំមើលលទ្ធផលទៅបងប្អូនអាចអ្នកខ្លះដេររាប់ឆ្នាំអាចចាញ់គាត់ទៀតហើយខ្ញុំចាញ់វីដេអូនេះក៏មិនមែនទៅប្រកួតប្រជែងអីជាមួយបងប្អូនដែលរិះគន់ប្រធានដែរព្រោះអីប្រធានខ្លះវាអញ្ចឹងមែនតែក៏មានប្រធានខ្លះគឺឡើងដោយសមត្ថភាពមិនចេះតែឡើងទេហើយវីដេអូនេះគឺនឹងខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយមួយរយៈនេះគឺខ្ញុំរវល់ធ្វើការបងប្អូនអត់បានចេញវីដេអូបង្រៀនកាត់ម៉ូដទេបើសិនជាបងប្អូនណាចង់ចេះអាចចូលទៅមើលវីដេអូចាស់របស់នាងខ្ញុំក៏បានដែរហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេដោយសារនាងខ្ញុំរវល់ខ្ញុំអត់បាននេះចឹងចេញវីដេអូច្រើនកុំឲ្យបងប្អូនបាត់មុខយូរពេកអញ្ចឹងក៏ចេញវីដេអូពីរបៀបដេរនៅក្នុងរោងចក្រខ្លះៗបងប្អូនចែករំលែកបងប្អូនមើលកំសាន្តអញ្ចឹងណាហើយវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេក៏ជាចុងក្រោយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានស្រឡាញ់គាំទ្រវីដេអូរបស់នាងខ្ញុំអរគុណបាយបាយ